លក្ខខណ្ឌដែលអាមេរិកចង់បាននោះគឺអ៊ីរ៉ង់បានធ្វើតាមទៅហើយអាមេរិកថាលក្ខខណ្ឌសំខាន់ដែលអាមេរិកវាយអ៊ីរ៉ង់នេះគឺឲ្យលុបបំបាត់គម្រោងអាវុធបរមាណូលោកថាឥឡូវអ៊ីរ៉ង់ព្រមហើយនៅតែចំណុចមួយចំនួនទៀតដែលអាមេរិកទាមទារដែលមិនទាន់បានតែលោកត្រាំថានឹងដោះស្រាយបន្តទៀតអញ្ចឹងយ៉ាងយូរគាត់ថា3សប្តាហ៍ទៀតនឹងបិទបញ្ចប់ទាំងស្រុងតែម្ដងសង្គ្រាមនៅអ៊ីរ៉ង់នេះបាទយើងតាមមើលតទៅទៀតបងប្អូនមិនដឹងជឿមិនជឿទេព្រោះអីអ៊ីរ៉ង់នោះគេថាគេអត់បានចរចាប៉ុន្តែអ៊ីរ៉ង់គ្នាពិបាកដែរបងប្អូនមានក្រុមចរចាមែនគាត់ថាមិនមែនក្រុមពួកផ្ដាច់ការហ្នឹងទេតែក្រុមដែលលោកត្រាំគិតថាអាចធ្វើការបានជំនួសឲ្យក្រុមផ្ដាច់ការសពថ្ងៃហើយនឹងអាចទៅគ្រប់គ្រងប្រទេសនេះជំនួសឲ្យក្រុមនេះថាតើក្រុមនេះនិងក្រុមថ្មីដែលលោកត្រាំកំពុងជជែកហ្នឹងអាចធ្វើការជាមួយគ្នាបានដោយរបៀបណាយើងចាំមើលតទៅទៀតព្រោះអាមេរិកបានបដិញ្ញាឲ្យថាមិនយកទ័ពអាមេរិកទៅជន់ដីអ៊ីរ៉ង់ឬក៏ចុះទៅទីនោះឬក៏ទៅគ្រប់គ្រងត្រួតត្រាដោយជនជាតិអាមេរិកទេគឺទុកឲ្យអ៊ីរ៉ង់ជាអ្នកសម្រេចជោគវាសនាខ្លួនឯងគាត់ថាសម្រេចយ៉ាងណាគឺអាមេរិកនៅពីក្រោយនឹងរហូតតែរឿងទម្លាក់គ្រាប់ឬក៏បិទបញ្ចប់សង្គ្រាមលោកត្រាំថានៅសល់តែពី3សប្តាហ៍យ៉ាងយូរបាទពីអាមេរិកគឺលោកត្រាំថាអាមេរិកនឹងបិទបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់យ៉ាងយូរ3សប្តាហ៍ទៀតបងប្អូនគ្រាន់តែលោកត្រាំថាគាត់នឹងបិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់3សប្តាហ៍ទៀតតម្លៃប្រេងចាប់ផ្ដើមធ្លាក់ចុះអាផ្សារភាគហ៊ុនអីចាប់ផ្ដើមហក់ឡើងមករំពេចហ្នឹងអញ្ចឹងបានថានយោបាយហ្នឹងខ្លាំងមែនតើការដែលលោកត្រាំនិយាយថាបិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ក្នុងរយៈពេល3សប្តាហ៍យ៉ាងយូរនេះគឺដោយសារគាត់ថាលែងមានអីទៀតហើយព្រោះអីអ៊ីរ៉ង់ចង់ព្រមមិនព្រមតាមអឺសំណើរបស់អាមេរិកក៏អាមេរិកអត់ខ្វល់នឹងរឿងអ៊ីរ៉ង់ទៀតដែរព្រោះអាមេរិកចាត់ទុកថាអ៊ីរ៉ង់ខ្ទេចខ្ទីអស់ហើយដូច្នេះគាត់ថាអត់មានត្រូវដាក់ទ័ពថ្មើរជើងអត់មានត្រូវដាក់អីទៀតទេគឺត្រូវដកចេញពីសង្គ្រាមហ្នឹងហើយទុកឲ្យប្រទេសសម្ព័ន្ធមិត្តហ្នឹងដោះស្រាយជាពិសេសនៅច្រកសមុទ្រ Hormuz ដែលចេញប្រេងហ្នឹងក៏ថាអ្នកណាដែលដឹកប្រេងដឹកអីនាំគ្នាទៅចាត់ចែងទៅព្រោះអីឥឡូវនេះអ៊ីរ៉ង់អស់មានឥទ្ធិពលវាយកំទេចនាវាដែលឆ្លងតាមហ្នឹងព្រោះអាមេរិកថាបើវាយកំទេចគឺនឹងកំទេចអ៊ីរ៉ង់នេះបន្តទៅទៀតហើយលោកបាននិយាយថាអ៊ីរ៉ង់សុំអាមេរិកមកសុំចរចាបត់ឈប់បាញ់ក៏ប៉ុន្តែលោកថាអត់មានបត់ឈប់បាញ់អត់មានអីទេព្រោះអីនឹងព័ត៌មានចុងក្រោយគេគឺតាក់ទងនឹងរឿងអាមេរិកដដែលនេះគឺចៅក្រមជាតិអាមេរិកសម្រេចផ្អាកគម្រោងសាងសង់អគារមួយនៅសេតាវិមានតាមអំពើចិត្តរបស់លោកត្រាំរឿងនេះគឺជារឿងរកម្មចិត្តសម្រាប់លោកត្រាំណាស់បងប្អូនមានដឹងទេពេលដែលគាត់កាន់អំណាចភ្លាមគាត់ឲ្យគេវាយអគារ ballroom គឺអគារសាលធំមួយនៅឯសេតវិមានហ្នឹងដើម្បីសាងសង់ឡើងវិញហើយលុយគាត់400លានដុល្លារលុយដែលបានមកពីការឧបត្ថម្ភរបស់គាត់អត់មានលុយជាតិអត់មានលុយអីទាំងអស់បងប្អូនស្ដាប់មើលទៅថាអូយគឺទៅប្រធានាធិបតីអាមេរិកចិត្តបានចិត្តតលេងមានណាគឺថាយកលុយជាតិសំទោសយកលុយកប៉ៅខ្លួនឯងយកមកកសាងសេតវិមានដែលជាវិមានរបស់ប្រធានាធិបតីដើម្បីប្រើគ្រប់ជំនាន់តទៅទៀតហើយ400លានដុល្លារច្រើនមែនតើវាយអាគារប្រវត្តិសាស្ត្រមួយចោលទៅទេតែម្ដងវាយដល់ដីហើយឥឡូវប៉ុន្តែគម្រោងសាងសង់នេះមកដល់ពេលនេះស្រាប់តែចៅក្រមជាតិនៅ DC ហ្នឹងគឺសម្រេចឲ្យផ្អាកទាំងស្រុងអត់មានធ្វើតទៅទៀតទេហើយប្រាប់ថាអ្វីដែលជាគម្រោងសាងសង់សេតវិមាននេះគឺជាទង្វើខុសរដ្ឋធម្មនុញ្ញដោយលោកត្រាំអត់បានឆ្លងការសុំឯកភាពពីរដ្ឋសភាលោកត្រាំរឿងរំលងរដ្ឋសភានឹងច្រើនណាស់តឡាការគេកាត់ទោសមកឲ្យត្រាំលោកត្រាំចាញ់ក្តីតែមកយោតែគាត់មានខ្វល់អីដំបូងឡើយគឺគាត់ធ្វើអីទៅតាមតែអំពើចិត្តគាត់បានណាព្រោះគាត់មានអំណាចជាប្រធានាធិបតីដែលគាត់គិតថារដ្ឋធម្មនុញ្ញកម្ពុជាមានអីអស្ចារ្យបើគាត់មានសភាគាត់មានអីក្តោបក្តាប់ក្នុងដៃអស់ហើយប៉ុន្តែតឡាការនៅអាមេរិកហ្នឹងវារឹងមាំពេកដូច្នេះគាត់មិនអាចធ្វើអីតាមអំពើចិត្តមែនតើទៅបើយកលុយមកកសាងសម្បត្តិរបស់ជាតិរួចទៅយកលុយឯកជនយកមកបរិច្ចាគវាគួរតែសាទរមិនចឹងឯងលុយ400លានដុល្លារច្រើនណាស់បងប្អូនយកមកសាងសង់អាគារមួយកលុយកប៉ៅខ្លួនឯងប៉ុន្តែចៅក្រមនៅអាមេរិកនេះគឺចេញដោយការរក្សាការពារគឺអត់ឲ្យប៉ះពាល់តំបន់នឹងសាងសង់ឬក៏អីទៀតទេទុកពេលឲ្យ14ថ្ងៃដើម្បីអនុវត្តបានន័យថាចាប់ពីនឹងចូលទៅជាធរមានលោកត្រាំអត់អាចប៉ះពាល់ឬក៏សាងសង់អីទៀតទេប៉ុន្តែអ្វីដែលចៅក្រមរូបនេះចៅក្រមនៅរដ្ឋធានី Washington ដែល
ហាមឃាត់ការសាងសង់នេះគឺគេមិនមែនជំទាស់រឿងមិនឲ្យសាងសង់អគារថ្មីនៅសេតវិមានទេចៅក្រមរូបនេះថាធ្វើអីក៏បានដែរប៉ុន្តែត្រូវធ្វើតាមច្បាប់តាមនីតិវិធីតាមរដ្ឋធម្មនុញ្ញព្រោះរឿងវិមានរបស់ប្រធានាធិបតីនេះមិនមែនសម្រាប់តែជំនាន់នេះទេគឺសម្រាប់គ្រប់ជំនាន់ហើយវាត្រូវតែជាលុយដែលបានមកពីថវិកាជាតិហើយលុយនឹងទៀតសោតគួរតែមានក្រុមហ៊ុនឧបត្ថម្ភដោយមានការអនុម័តថវិកាពីអឺរដ្ឋសភាអត់មែនជាការដែលត្រូវអីចាត់ចែងដោយប្រធានាធិបតីឯកជនអីអញ្ចឹងទេព្រោះអានេះវាមិនមែនជាសម្បត្តិឯកជនរបស់លោកត្រាំឯណាគេនិយាយអញ្ចឹងអញ្ចឹងគេអត់ជំទាស់ការសាងសង់ទេប៉ុន្តែសូមឲ្យធ្វើតាមនីតិវិធីច្បាប់រឿងលោកត្រាំបើគាត់ចេះដឹងតែធ្វើតាមវិធីច្បាប់អញ្ចឹងអត់មានបញ្ហាគាត់ធ្វើប៉ុន្តែគាត់ចង់ធ្វើឲ្យលើសពីអាហ្នឹងដើម្បីបង្ហាញអំពីអំណាចអស្ចារ្យរបស់គាត់ដែលគាត់ដូចជាស្ដេចអញ្ចឹងហើយបានជាប្រហែលថ្ងៃមុនមានបាតកម្មជាង8លាននាក់ហ្នឹងគឺគេអត់ចង់ឲ្យស្រុកអាមេរិកមានស្ដេចអញ្ចឹងទេស្ដេចនេះសំដៅទៅលើស្ដេចដែលដឹកនាំប្រទេសបែបផ្ដាច់ការដូចសម័យបុរាណកាលមិនមែនស្ដេចមានទស្សពិតរាជធម៌អីទេស្ដេចគឺថាបង្ក្រាបមនុស្សបានស្រេចចិត្តអីចឹងគេអត់ចង់ឲ្យមានស្ដេចបែបហ្នឹងអញ្ចឹងគេឲ្យតាមគោរពតាមច្បាប់ចឹងប្រជាពលរដ្ឋតរ៉ាបាតកម្មជាង8លាននាក់ជាង3300ទីក្រុងនៅសហរដ្ឋអាមេរិកទាំងមូលហ្នឹង50រដ្ឋហ្នឹងឥឡូវនេះគឺគាត់នៅតែបង្ហាញអំពីភាពជាស្ដេចរបស់គាត់នៅក្នុងន័យធ្វើអញ្ចឹងតែតុលាការក៏ទប់រឿងនេះដែរឥឡូវនេះរឿងនេះគឺមិនអាចទៅមុខទៀតទេអញ្ចឹងយើងចាំមើលតាមដានព័ត៌មាននេះតទៅទៀតតើសំណង់នេះវាយ៉ាងម៉េចលោកត្រាំគាត់បានចេញមកគាត់ថាតុលាការនេះគឺលំអៀងទៅពួកប្រឆាំងអីណាទៅគ្រាន់តែសមានចិត្តរបស់គាត់ដើម្បីស្ដារមុខមាត់ហើយអាគារនឹងពុកផុយបាក់បែកកាចាស់អស់ហើយគាត់យកលុយមកជួសជុលសាងសង់ខុសដែរគាត់និយាយអញ្ចឹងណាម្ដងទៀតតឡាការថាអត់មានតាក់តងអីនឹងរឿងយកលុយសាងសង់អីមិនបានគ្រាន់តែធ្វើឲ្យតាមរដ្ឋធម្មនុញ្ញបើចង់សាងសង់អាគារវាមានរដ្ឋាភិបាលបែបនេះគួរតែឲ្យឆ្លងកាត់រដ្ឋសភាទៅចប់ហើយចង់ធ្វើវិញទៀតក៏បានដែរយកលុយឲ្យតែសភាព្រមយកពីណាយកមកហ្នឹងចៅក្រមគាត់និយាយអញ្ចឹងបើអត់ទេអាគារនេះនឹងនៅកាំងស្ញែងនៅនឹងមិនដឹងជាប្រហែលឆ្នាំទៀតទេបងប្អូនតាក់ទងនឹងកម្ពុជាដកសញ្ជាតិខ្មែរពីចិនហើយចាប់បញ្ជូនមេខ្លោងឆបោកអនឡាញក្រុមហ៊ុនហ៊ួយវ៉ាន់តែមិនទាន់ចាត់ការលោកហ៊ុនតូនេះគឺជារឿងមួយគួរឲ្យសាទរអាជ្ញាធរកម្ពុជាដែរបងប្អូនបានឃើញហើយរូបភាពនៃការចាប់បញ្ជូនជនជាតិខ្មែរម្នាក់ទៀតបាទនិយាយទៅគឺជនជាតិខ្មែរដែលមានសញ្ជាតិចិនគាត់ជាមេខ្លោងនៃក្រុមហ៊ុន Hoi One Pay បាទបងប្អូនប្រហែលជានៅចាំច្បាស់ណាស់មិនអញ្ចឹងណា Hoi One Pay នេះគឺជាក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធជាមួយនឹងក្រុមរបស់លោកអុកញ៉ាហ៊ុនតូដែលជាក្មួយរបស់លោកហ៊ុនសែនដែរហើយក្រុមហ៊ុននេះបានចូលនៅក្នុងបញ្ជីស្បែកឬក៏បញ្ជីខ្មៅរបស់អាមេរិករតនាគារអាមេរិកដាក់ទណ្ឌកម្មយូរខែហើយឆ្លងឆ្នាំទៅហើយក៏ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនរបស់អុកញ៉ាឬក៏អ្នកអុកញ៉ា Gen Z ដែល Prince Group នោះដែរដូច្នេះនេះជាសម្លកពឹសហើយយើងដឹងហើយលោក Gen Z ដែលជាអុកញ៉ាធំមួយនៅស្រុកខ្មែរមានជាតិកម្ពុជាក៏ទៅអាជ្ញាធរដកហូតសញ្ជាតិហើយបញ្ជូនទៅអាជ្ញាធរចិនឥឡូវនេះអាជ្ញាធរកម្ពុជាធ្វើដូចគ្នាជាមួយនឹងលោកលីហ្សង់បាទគាត់ឈ្មោះលីសុងបើជាភាសាខ្មែរស្រួលស្ដាប់លោកលីសុងនេះមែនតើជាជនជាតិចិនដើមកំណើតចិនក៏ប៉ុន្តែបានទទួលសញ្ជាតិខ្មែរតាំងពីឆ្នាំ2018មកម្លេះអញ្ចឹង8ឆ្នាំហើយនិយាយទៅជនជាតិចិនដែលល្បីជាមេអក្រិតកម្មជាមេខ្លោងនៃការឆបោកជួញដូរប្រព្រឹត្តបទអក្រិតនៅគ្រប់ទិសទីច្រើនតែមកដល់ស្រុកខ្មែរមានសញ្ជាតិខ្មែរគួរឲ្យភ្ញាក់ផ្អើលមែនតើថ្ងៃមុនឃើញជនជាតិតៃវ៉ាន់នោះមួយទៀតដែលគេបាញ់សម្លាប់នៅឯសន្តាគារនៅខេត្តប្រសេអនុដែលជាម្ចាស់បនលបែងកាស៊ីណូមួយហ្នឹងឥឡូវនេះគឺចូលដល់លោកលីសុងដែលអាជ្ញាធរបានបើតាមសេចក្តីរាយការណ៍ប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃគឺសរសេរអញ្ចេះថាក្រសួងមហាផ្ទៃសូមជម្រាបជូនដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋបានជ្រាបថាកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបោះសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចរបស់ចិនសមត្ថកិច្ចកម្ពុជាបានចាប់បញ្ជូនពលរដ្ឋចិនឈ្មោះ
លីសុងបញ្ជូនទៅសាធារណរដ្ឋជានិតចិនដើម្បីបន្តនីតិវិធីប្រតិបត្តិការនេះធ្វើឡើងផ្អែកតាមកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នារវាងសមាជិកកម្ពុជានិងចិនអស់រយៈពេលជាច្រើនខែកន្លងមកនេះក្រសួងមហាផ្ទៃនិងរដ្ឋាភិបាលកម្ពុជាក៏សូមបញ្ជាក់ដែរថាឈ្មោះលីសុងនេះត្រូវបានដកសញ្ជាតិខ្មែរតាមព្រះរាជក្រឹត្យចុះថ្ងៃទី31ខែមីនាឆ្នាំ2026បាទនិយាយទៅគឺដកសញ្ជាតិម្សិលមិញចាប់បញ្ជូនទៅប្រទេសចិននៅថ្ងៃនេះតែម្ដងរឿងនេះអត់ខុសពីអុកញ៉ាចេនស៊ីដែលដកសញ្ជាតិភ្លាមចាប់បញ្ជូនទៅភ្លាមក៏ប៉ុន្តែសំណួរសួរថាតើលោកលីសុងបានសញ្ជាតិដោយរបៀបណាបានសញ្ជាតិកម្ពុជាដោយរបៀបណាហើយទៅតែមកដកសញ្ជាតិភ្លាមចាប់បញ្ជូនទៅនេះហើយហេតុអ្វីបានជាអាជ្ញាធរមិនចាត់ការលោកលីសុងនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាព្រោះអីលោកលីសុងគឺជាជនជាតិខ្មែរបានន័យថាមានសញ្ជាតិខ្មែរដែរយើងមានដែនអធិបតេយ្យមានប្រព័ន្ធតុលាការហើយរឿងនេះបើតាមមើលគឺប្រហែលជាមិនខុសគ្នាទៅអ្វីដែលធ្លាប់ធ្វើជាមួយនឹងលោកចិនស៊ីទេគឺនៅពេលដែលដកសញ្ជាតិហើយពីលោកចិនស៊ីអាជ្ញាធរនឹងរៀបរាប់ប្រាប់ថាលោកចិនស៊ីបានសញ្ជាតិដោយខុសច្បាប់ឬក៏ខុសឯកសារខុសអីអញ្ចឹងទៅរឿងនេះមាននឹងដដែលទៀតហើយបងប្អូនប្រហែលជាក្រុមគាត់តែមួយនឹងយ៉ាងម៉េចប៉ុន្តែយ៉ាងណាក៏យើងកោតសរសើរអាជ្ញាធរកម្ពុជាដែរដែលទើបតែសភាអនុម័តច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមបច្ចេកវិទ្យាឬអនឡាញនេះម្សិលមិញអត់ទាន់ចូលជាធរមានផងគឺអាចចាត់ការលោកលីសុងនេះបានតាមពិតបងប្អូនកម្ពុជាអត់ត្រូវការច្បាប់ប្រយុទ្ធប្រឆាំងនឹងបច្ចេកវិទ្យាដើម្បីកម្ចាត់ក្រុមអក្រិតជននេះទេព្រោះអីច្បាប់កម្ពុជាមានលម្អិតណាស់ច្បាប់ក្រមនីតិវិធីព្រហ្មទណ្ឌច្បាប់ព្រហ្មទណ្ឌនីតិវិធីប្រយុទ្ធប្រឆាំងនឹងបទអក្រិតឆ្លងដែនលក្ខនឹងលក្ខយើងមានស្អេកស្កះយើងយកអនុវត្តមួយណាក៏បានដែរដើម្បីចាប់អក្រិតជនទាំងអស់នេះអត់អាចនឹងយកលេសថាងពីមុនមកអត់មានច្បាប់នឹងអត់អាចចាប់អ្នកណាបានទេអត់ទេកម្ពុជាប៉កែជាងគេលើលោកច្បាប់ធ្វើតែ24ម៉ោងទេបើសិនជាចង់ចាប់នរណាម្នាក់ច្បាប់ហ្នឹងអនុម័តតែ24ម៉ោងគឺធ្វើមកចាប់បានភ្លាមប៉ុន្តែអត់ត្រូវការធ្វើច្បាប់ហ្នឹងទេចង់និយាយថាមិនមែនថាសំទោសនិយាយមិនត្រូវទេច្បាប់ត្រូវតែសំខាន់មានអត់ចាំបាច់ថាទាល់តែមានច្បាប់ហ្នឹងចាំអាចចាប់អក្រិតជនឆ្លងដែនទាំងអស់នេះបានទេព្រោះខ្មែរមានច្បាប់ច្រើនណាស្ដីអំពីការប្រយុទ្ធប្រឆាំងអក្រិតកម្មឆ្លងដែនច្បាប់ប្រជាបានចាប់បញ្ជូនមនុស្សប្រផាត់ប្រភេទមនុស្សក្រុមបពប្រឆាំងទៅរត់កហែងមេឃណាក៏ចាប់យកមកបានដែរដោយសំបីតែលោកអុកញ៉ាហេងសធីដែលរត់ទៅដល់ណែចិត្តទល់ដែនជាប់នឹងរុស្ស៊ីអីណានោះដែលវាយប្រហាររិះគន់លោកហ៊ុនតូនឹងថ្នាក់ដឹកនាំរដ្ឋាភិបាលយ៉ាងចាស់ដៃទៅចាប់មកបានមានប្រើច្បាប់ថ្មីណាគឺប្រើតែច្បាប់ដែលមានចាស់ចាស់នឹងមកអត់មានពិបាកទេក៏ប៉ុន្តែអាចរដ្ឋាភិបាលចង់ស្អំចិត្តសហគមន៍អន្តរជាតិដែរចង់ប្រាប់ទៅប្រទេសលើពិភពលោកថាកម្ពុជាអត់មែនធ្វើរឿងនេះលេងទេគឺធ្វើមែនតែនចង់និយាយចឹងណាឲ្យវាមានច្បាប់មានអីអនុម័តដោយសភាអីយកមកអនុវត្តប៉ុន្តែមានច្បាប់មានអីហ្នឹងមិនមែនបានន័យថាការអនុវត្តហ្នឹងនឹងមានភាពល្អប្រសើរគួរជាទីមោទនៈអីទេព្រោះជួនកាលជារឿងនយោបាយគេធ្វើដើម្បីស្អំចិត្តដើម្បីឲ្យដឹងថាប្រទេសកម្ពុជាគេមិនមែនសម្រាកដៃទេណាគេប្រឹងណាស់គេខំណាស់គឺគេខំធ្វើច្បាប់គេខំចាត់ការអញ្ចឹងក៏ប៉ុន្តែទាំងអស់នោះគឺអាស្រ័យនៅលើរបៀបដឹកនាំរដ្ឋទៅវិញទេតើប្រព័ន្ធតុលាការយើងឯករាជ្យឬទេតើប្រព័ន្ធប៉ូលីសយើងឯករាជ្យឬទេតើបកពួកនិយមអំពើពុករលួយបញ្ហាគ្មានសម្លេងប្រឆាំងនៅក្នុងរដ្ឋសភាបញ្ហាជិះសេះលែងដៃបញ្ហាអសកម្មអីសពបែបយ៉ាងដែលប្រជាពលរដ្ឋឈឺក្រំគ្រាដួងចិត្តហ្នឹងមកចេញច្បាប់ថ្មីមកហ្នឹងវាមានប្រសិទ្ធភាពឯណាវាគ្រាន់តែជាអាហ្នឹងដូចឡានចាស់មួយដែលយើងគ្រាន់តែយកថ្នាំមកបៀកមកបិទពីក្រៅហើយយើងបាញ់ឆ្វាចទៅថារលោងស្រិលប៉ុន្តែអាម៉ាស៊ីនហ្នឹងគឺវាខូចវាក៏ខូចក៏ខ្លាក់ហូរពេញម៉ាស៊ីនក៏ខេកខ្លាក់ពេញផ្លូវអាចកោតណាចកឹះលេខអីហ្នឹងដាក់លែងទៅមុខអីចឹងវានៅតែដដែលទេដូច្នេះតតែកែតម្រង់ស៊ីជម្រៅទៅច្បាប់តែមានថ្មីហ្នឹងមិនចាំបាច់មានច្បាប់ថ្មីនឹងផងមានតែច្បាប់ចាស់ហ្នឹងក៏បានដែរឥឡូវលោកលីសុងនេះគឺត្រូវបានចាប់បញ្ជូនដល់សមត្ថកិច្ចចិនទៅដល់ដីចិនបាត់ទៅហើយគឺកម្ពុជាយកជំរើសមួយគឺឲ្យផុតពីដៃរបស់ខ្លួនដោយមិនចាត់ការរឿងនេះទេយើងមើលទៅឃើញកម្ពុជាប្រឹងប្រែងដែរក៏ប៉ុន្តែមានចំណុចច្រើនណាស់ដែលយើងគិតថាចុះហេតុអីបានជាកម្ពុជាអត់ចាត់ការជនជាតិខ្មែរដែលមានសញ្ជាតិខ្មែរនៅកម្ពុជាអាចនឹងកម្ពុជាបកស្រាយថាទៅចាត់ការមិនបើគេជាជនជាតិចិនហើយបានសញ្ជាតិខ្មែរនឹងដោយខុសច្បាប់ទៀត
ហើយសញ្ជាតិខ្មែរហ្នឹងដោយខុសច្បាប់ហ្នឹងមែនតើទៅគឺទៅខុសនៅពេលដែលគេក៏ក្រើកពេញពិភពលោកហើយព្រោះបានសញ្ជាតិតាំងពីឆ្នាំ2018មក8ឆ្នាំហើយអត់មានបានរកឃើញថាគាត់មានខុសអីទេទាល់តែមានរឿងគេដាក់ហើយសំបីតែគេដាក់នៅក្នុងបញ្ជីខ្មៅអីហ្នឹងប្រហែលឆ្នាំមុនហ្នឹងតាំងពី2019អីហ្នឹងមនុស្សច្រើនណាស់ក៏អត់មានការស៊ើបអង្កេតដែរប៉ុន្តែយ៉ាងណាបងប្អូនដូចខ្ញុំជម្រាបអញ្ចឹងថាយើងគួរសាទររដ្ឋាភិបាលកម្ពុជាដែរដែលខំប្រឹងដែរបើទោះលំបាកយ៉ាងណាគេរិះគន់យ៉ាងណាក៏គាត់ធ្វើខ្លះដែរតែរឿងមួយដែលសំខាន់ឥឡូវចាប់បានលោកលីសុងហើយដែលជាម្ចាស់ឬក៏ប្រធាននៃក្រុមហ៊ុន Hoi One Pay ហើយបងប្អូនដឹងហើយ Hoi One Pay ហ្នឹងគឺក្រុមហ៊ុន Hoi One Group ក្រុមហ៊ុន Hoi One ហ្នឹងគឺពាក់ព័ន្ធនឹងលោកហ៊ុនតូដែលជាក្មួយរបស់លោកហ៊ុនសែនក្នុងបញ្ជីខ្មៅរបស់ណែរដ្ឋាភិបាលអាមេរិកលក្ខណៈឥឡូវពាក់ព័ន្ធជាពាក់ជាពិនជាមួយនឹងលោក Gen Z ទៀតក៏ប៉ុន្តែយើងឃើញចាត់ការលោកណៃលីសុងអត់ឃើញការចាត់ការលើលោកហ៊ុនតូទេបងប្អូនលោកហ៊ុនតូមិនមែនជាអក្រិតជនទេយើងនិយាយនេះគឺមិនមែនបានន័យថាទៅចោទប្រកាន់គាត់ថាជាអក្រិតជនឬអីទេព្រោះបើអត់ទាន់មានតុលាការស៊ើបអង្កេតស្រាវជ្រាវណាឃើញគាត់មានប្រព្រឹត្តបទអក្រិតអីគាត់នៅតែជាមនុស្សស្អាតស្អំមនុស្សគ្មានប្រព្រឹត្តកំហុសព្រោះច្បាប់ការពារគាត់បែបនេះការពារបុគ្គលគ្រប់រូបមិនមែនតែលោកហ៊ុនតូឬលោកណាទេអង្គញាមហាមន្ត្រីណាទេបើតុលាការមិនទាន់រកឃើញថាគាត់មានពិរុទ្ធអីទេគាត់នៅជាមនុស្សធម្មតាក៏ប៉ុន្តែរឿងដែលសំខាន់គឺមានវិមតិសង្ស័យច្រើនមែនតើរហូតដល់រដ្ឋាភិបាលជាតិអាមេរិកក៏មានឈ្មោះលោកហ៊ុនតូក៏មានឈ្មោះអង្គញាមហាមន្ត្រីមកកណោក៏ប៉ុន្តែដល់ចាប់បានតែចិនហើយចាប់បានចិននឹងទៀតសោតអត់បានកាត់ទោសនៅស្រុកខ្មែរបញ្ជូនទៅស្រុកក្រៅទៀតចុះបើសិនជាកាត់នៅតុលាការកម្ពុជាទៅក៏បានបំភ្លឺថាតើគាត់ពាក់ព័ន្ធនឹងលោកហ៊ុនតូដែរឬទេពាក់ព័ន្ធនឹងអង្គញានេះដែរឬទេវាក៏ជាឱកាសល្អដើម្បីលៀងខ្លួនមន្ត្រីដែលជាប់ពាក់ព័ន្ធនៅក្នុងភាពមន្ទិលសង្ស័យដែរមិនចឹងប៉ុន្តែនេះអត់បានស្ដាប់ចម្លើយសក្ខីកម្មគាត់នៅក្នុងសវនាការខ្មែរអត់មានការសួរដេញដោលជាសាធារណៈដើម្បីលៀងសម្អាតមន្ត្រីដែលជាប់ពាក់ព័ន្ធទាំងអស់នៅក្នុងបញ្ជីខ្មៅអាមេរិកឬក៏បញ្ជីខ្មៅអីរឿងនេះហើយដែលធ្វើឲ្យយើងនៅតែមានមន្ទិលប្រជាប្រដ្ឋនៅតែមានមន្ទិលថាប្រឹងធ្វើដែរប៉ុន្តែនៅតែធ្វើមិនស្អាតតែយ៉ាងណាបងប្អូនយើងតាមដានតទៅទៀតយើងក៏មិនទាន់អាលថាអាញាធរមិនទាន់ស៊ើបអង្កេតលោកហ៊ុនតូឬក៏អង្គញាលីយ៉ុងផាត់ឬអង្គញាកុកអានអីនោះយើងមិនដឹងព្រោះអីអាញាធរអត់ដែលប្រាប់ផងដល់ពេលចុងក្រោយមកក៏ថាំងស៊ើបអង្កេតរាប់ខែព្រោះអីរឿងស៊ើបអង្កេតខ្លះវាជាការងារសម្ងាត់ដូច្នេះគេមិនប្រាប់ទេគេថាកុំឲ្យវាយស្មៅបង្អើលពោះអីអញ្ចឹងទៅបាទអានេះតែបើពួកប្រឆាំងវិញគឺប្រកាសមុនហ្មងតាមចាប់តាមទៅយកដូចលោកផនផាណាអីគឺថាទៅដល់ណាមកជាសាកសពអីក៏យកបានឲ្យដឹងជាសកលចឹងហ្មងផ្សាយអាខ្សែអត្តសំឡេងបែកធ្លាយដែលធ្វើឲ្យធ្លាយខ្លួនឯងហ្នឹងក៏ដើម្បីគម្រាមកំហែងក្រុមប្រឆាំងឲ្យដឹងមុនចឹងតែម្ដងជាសារគម្រាមឥឡូវនេះគឺខ្ញុំស្លេះរឿងដកសញ្ជាតិចិននឹងចាប់បញ្ជូនលោកលីសុងនេះទៅអឺវាមិនមានរឿងអីប្លែកទេគឺទៅកាត់ទោសនៅចិនទៅបើចិនគេរកឃើញថាមានទោសជួនកាលអាចប្រហារជីវិតទៅសម្រាប់ចោលបាត់ទៅបាត់សាកសីបាត់ចម្លើយបាត់អីអស់ទៅចប់ត្រឹមហ្នឹងទៅកម្ពុជានៅស្អាតដដែលរឿងមួយទៀតដែលជារឿងគួរឲ្យសាទរដែរគឺថ្ងៃនេះគឺម្ដាយឪពុកជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលស្លាប់មនុស្ស5នាក់នៅឯខេត្តបាត់ដំបងបាននាំខ្លួនកូនចូលសារភាពនៅចំពោះសមាជិកហើយរឿងនេះគឺច្បល់មកពេញផ្ទៃប្រទេសរឿងព្រំដែនឡើងសកាក់ប្រជាប្រដ្ឋរងទុកខ្លោចផ្សាឲ្យនាយករដ្ឋមន្ត្រីខ្មែរលោកហ៊ុនម៉ាណែតឲ្យរដ្ឋមន្ត្រីក្រសួងការមហាផ្ទៃលោកសសុខាឲ្យមន្ត្រីពាក់ព័ន្ធគ្រប់ស្ថាប័នស្រែកអំពាវនាវដាក់សម្ពាធឲ្យឪពុកដែលជាជនបង្កគឺជ័យណែស៊ីវជ័យសិទ្ធនោះអាយុ20ឆ្នាំបើកឡាន Mercedes តម្លៃប្រហែលខ្ទង់$100,000ដែលបើកបុកមនុស្សស្លាប់ដល់ទៅ5នាក់តាមពិត6នាក់ទាំងស្ត្រីដែលមានផ្ទៃពោះ3ខែផងនោះដូច្នេះឲ្យមកចូលខ្លួនមកអីអង្វរសំបីតែអាជ្ញាធរមូលដ្ឋាននឹងនគរបាលនឹងសិតតែលិខិតអញ្ជើញឲ្យមកចូលបំភ្លឺហើយដល់ពេលគាត់អញ្ជើញខ្ញុំសារក្រោយបន្តិចចោះដើម្បីពេលខ្លះយើងតាមពិតពីថ្ងៃមិញនេះណាម៉ោង10កន្លះព្រឹកពីព្រឹកមិញនេះគឺខាងអគ្គស្នងការដ្ឋាននគរបាលជាតិខេត្តបាត់ដំបងហ្នឹងណាចេញសេចក្តីប្រកាសព័ត៌មានមួយអស់សង្ឃឹមមកទៅហើយព្រោះអីថ្ងៃមួយពីព្រឹកមិញហ្នឹងគឺដល់ថ្ងៃដែលស៊ីវជ័យសិទ្ធហ្នឹងត្រូវចូលខ្លួនមកបង្ហាញតែម្ដាយឪពុកម្ដាយប្រាប់ឪពុកប្រាប់ថាបាត់ខ្លួនមិនដឹងទៅណាទេ5ថ្ងៃហើយ4ថ្ងៃហើយ
ហើយដល់ពេលអញ្ចឹងអាជ្ញាធរក៏ចេញសេចក្តីប្រកាសមកថាបុគ្គលនេះអត់ចូលខ្លួនទេអាកាលម៉ោង10កន្លះព្រឹកហើយចាំមើលគាត់សរសេរกระดาษគាត់ហ្នឹងអស្ចារ្យចឹងបានថាពុំគំរូនៃសេចក្តីប្រកាសព័ត៌មានក្បាលលិខិតរបស់គាត់ហ្នឹងគឺអត់ចោលទេគឺថាចម្លងដាក់តាមគ្នាអញ្ចឹងមកគាត់សរសេរចេះអ្នកនាំពាក្យនៃក្រសួងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាបងប្អូននៅពេលដែលយើងថាមានកិត្តិយសយើងច្បាស់ណាស់ជាតិនេះច្បាស់ជាទទួលបានពានរង្វាន់ Nobel សន្តិភាពឬក៏ប្រទេសកម្ពុជានេះត្រូវបានគេចាត់ទុកថាជាប្រទេសដែលអភិវឌ្ឍលើសគេនៅលើលោកឬក៏ប្រជាពលរដ្ឋមានប្រាក់ចំណូលចំណេញសបោសបាយហូរហៀលក្ខនឹងលក្ខព្រោះអីពាក្យកិត្តិយសហ្នឹងគឺយើងដឹងថាមានរឿងល្អមកហើយប៉ុន្តែអាពាក្យកិត្តិយសហ្នឹងគិតត្រឹមម៉ោង10:30នាទីព្រឹកថ្ងៃទី1ខែមេសានេះជនសង្ស័យឈ្មោះស៊ីវជ័យសិទ្ធភេទប្រុសដែលជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ5ចំណុចភូមិកកោះឃុំកកោះស្រុកមោងរស័យខេត្តបាត់ដំបងបណ្ដាលឲ្យស្លាប់ជនរងគ្រោះ5នាក់នោះមិនបានចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចនគរបាលនៅឡើយទេអាហ្នឹងម៉ោង10ក្រាស់ព្រឹកគាត់មានកិត្តិយសដើម្បីជម្រាបជូនបងប្អូនថាជនសង្ស័យអត់ទាន់ចូលខ្លួនទេមានកិត្តិយសកន្លែងណាទៅបងប្អូនបើគេមិនជួលខ្លួនវាជាការគួរឲ្យសោកស្ដាយមិនត្រូវមិនចឹងទេឬក៏គ្រាន់តែជូនដំណឹងទៅវាចប់បាត់ហើយហេតុអីចាំអាពាក្យមានកិត្តិយសហ្នឹងមកតែរហូតអញ្ចឹង sorry សំទោសឲ្យបងប្អូនថាទៅគ្រប់រឿងមិនមែនអញ្ចឹងទេអាជ្ញាធរគេខំប្រឹងដែរនិយាយទៅអាជ្ញាធរអគ្គនាយកដ្ឋានឬក៏អគ្គស្នងការដ្ឋាននគរបាលបាត់ដំបងហ្នឹងក៏ដុតដៃដុតជើងដែរដោយសារអីមានអន្តរាគមន៍ពីថ្នាក់លើកំពូលអស់ហើយបើនៅស្ងៀមទៀតក៏មិននឹងកៅអីនឹងដែរហើយបើកុំតែថ្នាក់លើស្រែកហ្នឹងក៏មិនរត់ចែកជើងគ្នាអញ្ចឹងដែរតាមពិតទៅមុនហ្នឹងក៏ខាងអគ្គស្នងការដ្ឋាននគរបាលជាតិហ្នឹងគឺក៏បញ្ជាក់ទៀតថាជននេះឥឡូវនេះម៉ោង5សំទោសម៉ោង3:45នាទីរសៀលមិញនេះគឺឈ្មោះស៊ីវជ័យសិទ្ធហ្នឹងគឺត្រូវបានក្រុមគ្រួសារនាំខ្លួនមកបកគលឲ្យសមត្ថកិច្ចទៅហើយក៏បានប្រកាសសារភាពថាខ្លួនពិតជាអ្នកបើកឡាននឹងមែនបើកឡានប៉ុន្តែបើកតែម្នាក់ឯងទេអត់មានគ្នានៅក្នុងរថយន្តហ្នឹងទេគឺបើកបុកនៅថ្ងៃកើតហេតុហ្នឹងហើយក៏រត់គេចខ្លួនហ្នឹងឥឡូវនេះគឺរឿងនេះវាចប់ត្រឹមហ្នឹងហើយបងប្អូនអត់វែងឆ្ងាយអីទៀតទេព្រោះលោកសសុខាបានបញ្ជាក់ឲ្យអាជ្ញាធរខេត្តបាត់ដំបងហ្នឹងចាត់ការដើម្បីឲ្យប្រជាពលរដ្ឋស្ងប់ចិត្តរឿងនេះរឿងស្ងប់ចិត្តច្រើនជាងអារឿងយុត្តិធម៌ចាំគិតទៀតតែឥឡូវពេលដែលចាប់បានអ្នកនោះហើយប្រជាពលរដ្ឋសួរសំណួរច្រើនមែនតើនិយាយទៅខ្លះប៉ុន្តែនៅព្រួយបារម្ភទៀតដោយសារតែតើគេនឹងចាត់ការយ៉ាងម៉េចទៅព្រោះអីច្បាប់ស្រុកខ្មែរច្បាប់ចរាចរណ៍នេះអ្នកបើកបុកគេស្លាប់ហ្នឹងណាទោះធ្ងន់ប៉ុណ្ណាក៏ដោយដូចជាមានទោសត្រឹម3ឆ្នាំ1ទៅ3ឆ្នាំឬ5ឆ្នាំអីចឹងទេហើយយើងមិនមែនតែនទៅថាគិតតែចង់ដាក់ទោសឲ្យគេធ្ងន់ហ្មងជួនកាលគ្រោះថ្នាក់អចេតនាទេជួនកាលអ្នកបើកបរនឹងអាចថាមិនមែនតែកំហុសពីអ្នកបើករថយន្តទេវាអាចគ្រោះថ្នាក់ចរាចរណ៍ដោយអ្នកបើកបរតាមដងផ្លូវនឹងប្រច្រាស់ទិសនឹងមិនគោរពច្បាប់ចរាចរណ៍អីចឹងជួនកាលវាមានករណីច្រើនខ្ញុំមិននិយាយករណីហ្នឹងទេព្រោះយើងអត់ដឹងទេប៉ុន្តែជាទម្លាប់កូនអ្នកធំកូនអ្នកមានឲ្យតែមានឡានទំនើបហ្នឹងគឺថាបឹកប្រហោះយកហ្មងព្រោះទម្លាប់គឺតែអញ្ចឹងហើយបើមិនអញ្ចឹងទេអាចស្វឹងស្រាទេតែក្នុងករណីនេះគឺជ័យណៃស៊ីវជ័យសិទ្ធនេះគឺយើងអត់ដឹងថាតើគាត់ស្វឹងស្រាឬក៏គាត់អីទេព្រោះអីអត់មានព័ត៌មានអីបន្ថែមច្រើនក្រៅតែពីឃើញចូលខ្លួនទៅប្រជាពលរដ្ឋរៀងធូរបន្តិចតែប៉ុណ្្នឹងទេបងប្អូនរឿងនេះណាគឺជាការអនុវត្តស្តង់ដារ2តាក់ទងនឹងរឿងដោះស្រាយនឹងជនរងគ្រោះ5នាក់នេះខ្ញុំពិតជាចូលរួមរំលែកទុក្ខហើយក៏សង្ឃឹមថានឹងមានយុត្តិធម៌សម្រាប់ជនរងគ្រោះនិងក្រុមគ្រួសារ5នាក់ដោយទាំង6នាក់ទៅរកក្នុងផ្ទៃរបស់ម្ដាយផងនៅខេត្តបាត់ដំបងហ្នឹងណាសូមឲ្យវិញ្ញាណក្ខន្ធគាត់ទៅសោយសុគតិភពហើយជួបតែសំណាងល្អជាតិណាកុំឲ្យអភ័ព្វដូច្នេះទៀតក៏ប៉ុន្តែបើយើងមើលអំពីចំណាត់ការរបស់អាជ្ញាធរតាក់ទងនឹងរឿងបុគ្គលឈ្មោះស៊ីវជ័យសិទ្ធហើយនឹងការដែលយើងទាំងអស់គ្នាស្រោចពេញផ្ទៃប្រទេសមិនអញ្ចឹងណានាំគ្នាលើកទឹកចិត្តឲ្យអាជ្ញាធរនឹងគឺប្រជាពលរដ្ឋមូលដ្ឋានទាំងខេត្តបាត់ដំបងទាំងស្អីហ្នឹងទាំងមាននាយករដ្ឋមន្ត្រីខ្មែរមានទាំងប្រធានមានទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាអីចេញសារទាំងលើកទឹកចិត្តទាំងឲ្យដោះស្រាយឲ្យសកម្មឲ្យអីលាក់នឹងលាក់
រឿងនេះមិនមាននរណាមួយរួចខ្លួនដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះនេះគឺជាទង្វើដ៏ថ្លៃថ្នូរត្រឹមត្រូវរបស់ថ្នាក់ដឹកនាំណាស់នៅក្នុងការអន្តរាគមន៍បើទោះបីជាយើងដឹងថាហេតុអីបានជាមានរឿងគ្រោះថ្នាក់ចរាចរណ៍មន្ត្រីមូលដ្ឋានដោះស្រាយអត់បានទេចឹងហេតុអីបានទុកឲ្យថ្នាក់ដឹកនាំនៅលើកម្ពូលរវល់ការងារមកកណោហើយត្រូវតែចេញសារគ្រប់លំដាប់ថ្នាក់ដើម្បីឲ្យខាងក្រោមចាត់ការបានន័យថាខាងក្រោមគ្មានសិទ្ធិសម្រេចអីឬក៏មិនអាចធ្វើអីបានបើអត់មានថ្នាក់លើបញ្ជាទេអញ្ចឹងឥឡូវបើធ្វើតាមបញ្ជាក៏ល្អហើយដែរសូមសរសើរខាងស្នងការដ្ឋាននគរបាលជាខេត្តបាត់ដំបងដែលខំប្រឹងដុតដៃដុតជើងទីបំផុតគឺអាចនិយាយទៅទាំងគ្រួសារផងសរសើរឪពុកម្ដាយនឹងផងដែលចុងក្រោយអាចបញ្ចុះបញ្ចូលលួងលោមកូនឲ្យចូលមកបង្ហាញខ្លួននៅមុខសមត្ថកិច្ចអីដើម្បីយកមកទទួលទោសតាមច្បាប់ដើម្បីឲ្យប្រជាពលរដ្ឋអស់ចិត្តឬក៏អ្នកជនរងគ្រោះអស់ចិត្តប៉ុន្តែបងប្អូនសាកកលេចមើលទៅវិញពីរឿងព្រឹត្តិការណ៍ដែលកើតឡើងនៅថ្ងៃទី7ខែមករាឆ្នាំ2025ករណីធ្វើឃាតលោកលឹមគឹមយ៉ានៅឯទីក្រុងបាងកកប្រទេសថៃពេលដែលលោកលឹមគឹមយ៉ាត្រូវបានឃាតករដៃឆៅភាណយដែលជាជនជាតិថៃហើយស៊ីឈ្នួលដោយការជួយទំនុកបំរុងនិងផ្ដល់លុយកាក់ហើយនឹងមានការឲ្យដំណឹងពីបុគ្គលខ្មែរ2នាក់គឺទី1គឺលោកលីរតនរស្មីទី2គឺលោកពេជ្រកឹមស្រិនបងប្អូនមានដែលឮថ្នាក់ដឹកនាំប្រទេសនាំគ្នាចេញសារបែបនេះទេបងប្អូនមានដែលឮនាយករដ្ឋមន្ត្រីខ្មែរលោកសសុខាក្រសួងមហាផ្ទៃឬក៏អ្នកណាផ្សេងទៀតដែលទៅប្រាប់ថាលោកពេជ្រស្រស់ដែលជាបងប្រុសរបស់ពេជ្រកឹមស្រិនដែលជាប្រធានគណៈបកលោកពេជ្រស្រស់ជាប្រធានគណៈបកយុវជនកម្ពុជាអីផងដែលជាអ្នកដែលបងប្អូនក្រុមគ្រួសារហ្នឹងតើមានបានណែនាំលើកទឹកចិត្តឲ្យលោកពេជ្រស្រស់ជួយតាក់ទងទៅលោកពេជ្រកឹមស្រិនដើម្បីឲ្យចេញមកបង្ហាញខ្លួនសារភាពឬក៏ទទួលទោសទៅនឹងកំហុសឆ្គងដែលសម្លាប់លោកលឹមគឹមយ៉ាទាំងកណ្ដាលថ្ងៃនៅទីក្រុងបាងកកឲ្យយើងមានដែលឮពាក្យហ្នឹងទេបងប្អូនយើងមានដែលឮអាជ្ញាធរទៅប្រាប់លោកលីរតនរស្មីឲ្យបងប្អូនលីរតនរស្មីហ្នឹងជួយនាំខ្លួនលីរតនរស្មីមកទទួលទោសដើម្បីរកយុត្តិធម៌ឲ្យក្រុមគ្រួសារសពរបស់លោកលឹមគឹមយ៉ាដែលជាមន្ត្រីបពប្រឆាំងហ្នឹងទេបងប្អូនមានឮថាតើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលតាក់ទងនៅតំបន់ទល់ដែនព្រំដែនអីមាននាំគ្នាឈឺឆ្អាលរឿងលោកលឹមគឹមយ៉ាហ្នឹងទេតើជីវិតលោកលឹមគឹមយ៉ាហើយនឹងជីវិតរបស់បងប្អូនដែលទទួលអនិច្ចកម្មដោយសារតែការបុករបស់កូនលោកស៊ីវសុជាតិបុគ្គលឈ្មោះជ័យស៊ីវជ័យសិទ្ធនេះខុសគ្នាឬក៏មានតម្លៃខុសគ្នាប៉ុណ្ណាទៅជីវិតមនុស្សជីវិតសត្វជីវិតអីក៏ដោយគឺមានតម្លៃណាស់បានន័យថាយុត្តិធម៌អត់ត្រូវការមានភាពលំអៀងទេយុត្តិធម៌វាគួរតែស្មើគ្នាអញ្ចឹងតម្លៃយុត្តិធម៌នេះយើងឃើញមានការលំអៀងធ្ងន់បាត់ទៅហើយគឺធ្ងន់ត្រង់ថាអីប្រជាពលរដ្ឋររឿងខ្លាំងពេកមិនពេញចិត្តអាជ្ញាធរមូលដ្ឋានគឺតាំងពីថ្នាក់តូចដល់ថ្នាក់ធំដល់នាយករដ្ឋមន្ត្រីដុតដៃដុតជើងប៉ុន្តែរឿងលោកលឹមកំយ៉ាដែលជារឿងអយុត្តិធម៌សម្រាប់សង្គមមិនមែនសម្រាប់តែប្រជាជាតិកម្ពុជាទេពិភពលោកគេថ្កោលទោសទៀតព្រោះរឿងនេះរឿងធ្វើទុកបុកម្នេញសកម្មជននយោបាយតាំងពីដើមមកយើងអត់ដែលរកកិច្ចការដើម្បីស្ដារមុខមាត់កិត្តិយសជាតិយើងទេឥឡូវល្អហើយចាប់មន្ត្រីឬក៏កូនរបស់មន្ត្រីផ្កាយមួយលោកស៊ីវសុជាតិដែលជាទីប្រឹក្សារបស់លោកហ៊ុនសែនគណៈបកប្រជាជនកម្ពុជានោះហើយដែលមានងារជាឬក៏មានផ្កាយមួយជាមន្ត្រីជាន់ខ្ពស់នៅខេត្តមួយជាប់បាត់ដំបងនឹងក៏ដោយផ្នែកខាងនគរបាលជាតិនៅទីនោះក៏ដោយប៉ុន្តែយើងឃើញថាចំណាត់ការបែបនេះវាហាក់បីដូចជាស្រោះគ្នាដើម្បីស្អំចិត្តប្រជាពលរដ្ឋនៅក្នុងប្រទេសច្រើនជាងចុះឥឡូវគេឈ្មោះកិត្តិយសប្រទេសយើងនេះតកតងនឹងលោកលឹមកំយ៉ាហេតុអីក៏មកដល់ម៉ោងណាស្ងាត់ឈឹងដូចចៅលួចសេះតើបងប្អូនគួរតែនាំគ្នាឲ្យអាជ្ញាធរដុតដៃដុតជើងឬក៏យ៉ាងហោចណាស់ក៏ប្រាប់មើលថាតើលោកលឹមកំយ៉ាយុទ្ធធរគាត់ទៅត្រឹមណាអាជ្ញាធរចាត់ការបានអីខ្លះហើយលោកលីរតនរស្មីម៉ោងនេះនៅណាលោកពេជ្រកឹមស្រិននៅណាបើថាអ្នកទាំងអស់នោះទៅឯណាភពប្រច័នអីណាមិនដឹងទេព្រោះអីមានបងប្អូនគាត់ដែរតាហេតុអីក៏មិនស្នើឲ្យលោកពេជ្រស្រស់អីអញ្ចឹងចេញញ៉ាត់ចេញអីឬក៏យើងស្នើឲ្យដូចតែស្នើឲ្យម្ដាយឪពុករបស់ជ័យសិទ្ធនេះនាំកូននាំប្អូនអីមកចូលបំភ្លឺនៅសមត្ថកិច្ចដែរទៅនិយាយទៅគឺរឿងនេះគឺជាវិញ្ញាសាមួយដែលកម្ពុជាធ្វើរឿងច្រើនដែលស្អំចិត្តប្រជាពលរដ្ឋក៏ប៉ុន្តែជាការដោះស្រាយមួយគ្រាឲ្យរួចទាល់ណាមិនមែនជាការដោះស្រាយជាប្រព័ន្ធរកយុត្តិធម៌ជាប្រព័ន្ធដើម្បីឲ្យប្រជាពលរដ្ឋទុកចិត្តទេដូច្នេះរឿងនេះកុំថាប្រជាពលរដ្ឋមិនដឹងគេដឹង
ហើយយើងមើលនៅពេលដែលកំពុងតែមានរឿងនេះយើងទៅចាប់ព្រះសង្ឃមួយអង្គទៀតនៅឯខេត្តបាត់ដំបងចាប់ផ្សឹកហើយបញ្ជូនខ្លួនទៅតុលាការក្រោយបង្ហោះសាររិះគន់រឿងព្រំដែនកម្ពុជាថៃរឿងនេះក៏ជារឿងមួយរកម្មចិត្តដែរបងប្អូនអ្នកទោសនយោបាយជិត100នាក់អត់ទាន់បានរួចខ្លួនហើយយើងសើផ្សះផ្សាបង្រួបបង្រួមជាតិប៉ុន្តែផ្ទុយទៅវិញគឺយើងឃើញរឿងនេះកើតឡើងតទៅទៀតចាប់ប្រសង់មួយអង្គហើយប្រសង់មួយអង្គនេះមែនតើទៅបងប្អូនប្រហែលជាដឹងហើយគឺសកម្មណាស់នៅក្នុងកិច្ចការសង្គមព្រោះយើងឃើញគាត់ព្រះអង្គនេះគឺថាផ្សព្វផ្សាយចុះទៅមូលដ្ឋានចុះអីនៅលើបណ្ដាញសង្គម Facebook ហ្នឹងគឺសស្រាក់សស្រាំបាទឥឡូវនេះតើប្រសង់អង្គនេះជាអ្នកណាឲ្យប្រកាសប្រសង់អង្គនេះឈ្មោះតាមពិតទៅគេផ្សឹកទៅហើយគឺព្រះភិក្ខុជាវុទ្ធីបាទវុទ្ធីនឹងដូចជាពនាមនឹងដូចកំសត់ណាឈុតវុទ្ធីត្រូវគេបាញ់សម្លាប់ចោលបាត់ហើយតាក់តងសកម្មជនព្រៃឈើគ្មានយុត្តិធម៌គ្មានអីទេឥឡូវនេះប្រសង់ជាវុទ្ធីនេះគឺត្រូវបានសឹកតាមពិតគេហៅគេនិមន្តប្រសង់អង្គនេះឲ្យទៅណាត់ជួបនៅវត្តប្រធាតនៅខេត្តបាត់ដំបងហ្នឹងពេលដែលទៅជួបនៅវត្តប្រធាតហ្នឹងតាមពិតលោកមិននៅវត្តប្រធាតទេលោកគង់នៅវត្តបច្ឆានៅវត្តផ្សេងទេដែលនៅខេត្តបាត់ដំបងដូចគ្នាគឺគាត់ថាពេលដែលគេហៅទៅវត្តប្រធាតហ្នឹងគឺនិមន្តទៅហ្នឹងគឺក្នុងទៅជួបអីតែប៉ុន្តែលទ្ធផលគឺទៅចាប់ផ្សឹកហើយរុញចូលរថយន្តចាប់បញ្ជូនខ្លួនដោយខាត់ខ្លួនអីអញ្ចឹងទៅហើយអាជ្ញាធរមានសមត្ថកិច្ចមកដល់ពេលនេះមិនបញ្ជាក់ថាតើគាត់ខុសពីរឿងបាត់ល្មើសអីនៅឡើយទេយើងដឹងតែម្យ៉ាងទេគឺព្រះសង្ឃអង្គនេះគឺជាព្រះសង្ឃសកម្មនៅក្នុងកិច្ចការសង្គមហើយចុងក្រោយនេះធ្លាប់មានសរសេរសារបង្ហោះតាក់ទងការឈឺចាប់ឈឺឆ្អាលពីរឿងព្រំដែនកម្ពុជាថៃប៉ុន្តែក៏បានលុបសារនឹងពី3ថ្ងៃទៅវិញប្រហែលនៅពេលដែលគេនិមន្តព្រះសង្ឃអង្គនេះទៅជួបនៅកន្លែងវត្តពោធិ៍វាលនឹងហើយបានថាព្រះអង្គសម្រាប់ប្រតិលុបសារនឹងចោលក៏មិនដឹងកុំឲ្យមានបញ្ហាដល់បកាយឬក៏ព្រះអង្គហ្នឹងណាដល់ចឹងទៅចុងក្រោយគេនៅតែចាប់ផ្សឹកដដែលរឿងចាប់ផ្សឹកនេះគឺយើងមិនទាន់មានព័ត៌មានលម្អិតទេខ្ញុំនឹងតាមដានព័ត៌មាននេះបន្ថែមទៀតគ្រាន់តែថាបើតាមអ្វីដែលជាសាររបស់ប្រធានគណៈបកជំនាន់ថ្មីគឺលោកមេឃសវណ្ណារាឯណោះដែលបង្ហោះនៅតាមបណ្ដាញសង្គម Facebook របស់លោកហើយលោកមេឃសវណ្ណារាឧស្សាហ៍ចុះជួបព្រះភិក្ខុជាវុធីនេះជាញឹកញាប់ដែរអញ្ចឹងលោកបានបង្ហើរសារដោយបង្ហាញការឈឺចាប់ហើយលោកសោកស្ដាយខ្លាំងចំពោះករណីដែលមន្ទីរធម្មការខេត្តហើយនៅសមត្ថកិច្ចខេត្តបាត់ដំបងចាប់ផ្សឹកនិងវាយខ្នោះប្រាបដិជគុណជាវិធីដែលជាសកម្មជនសង្ឃខេត្តបាត់ដំបងដ៏សកម្មទាំងរាល់រឿងកិច្ចការងារសង្គមជាតិនិងបញ្ហាព្រំដែនជាដើមនេះគឺជាប្រសាសន៍របស់លោកមេឃសវណ្ណរាលោកថាករណីចាប់ប្រសង់ប្រកាយព្រះភិក្ខុជាវិធីនេះគឺលោកចាត់ទុកថាជាការរំលោភសិទ្ធិនៅសេរីភាពបញ្ចេញមតិដ៏ធ្ងន់ធ្ងរនិងជាការរំលោភបំពានសិទ្ធិសាសនាទៅទៀតដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញយ៉ាងកំរោលតាមពិតមកពីព្រះអង្គជាវិធីអត់ចេះបក់ផ្លិតបក់អីដែរបើផែលចេះតែកិច្ចការសង្គមជាក់ស្ដែងរឿងអាណាចក្រអញ្ចឹងពុទ្ធចក្រតតែយើងប្រកាយផ្លុំស្ដោះបក់ផ្លិតដីហុយអីណោះបានគេលើកដំកើងឥឡូវនេះគឺបាទរឿងនេះគឺជារឿងរកម្មចិត្តប៉ុន្តែយើងនឹងតាមដានព្រះអង្គតាមពិតមានព្រះអង្គគង់នៅវត្តរបស់ព្រះអង្គនៅឯបាត់ដំបងហ្នឹងម្ដងទៀតគឺមិនមែនវត្តពោធិ៍វាលទេគឺពោធិ៍វាលគឺជាកន្លែងដែលចាប់ព្រះអង្គវត្តដែលព្រះអង្គគង់នៅនេះឈ្មោះថាវត្តធម្មនិមិត្តរាជបុប្ផារាមហៅវត្តបច្ឆានៅឯខេត្តបាត់ដំបងបាទឥឡូវនេះយើងតាមដានចាំមើលអង្គការសង្គមស៊ីវិលហើយអាជ្ញាធរមូលដ្ឋានថាតើចាប់ប្រសង់អង្គនេះគឺខុសពីបទអីលោកម៉ែនណាតឯណោះដែលជាអ្នកឃ្លាំមើលសង្គមលោកលើកឡើងថានេះជារឿងអយុត្តិធម៌មួយទៀតហើយនៅក្នុងចំណោមសំណុំរឿងអយុត្តិធម៌ជាច្រើនដែលអាជ្ញាធរកម្ពុជាព្យាយាមរារាំងសេរីភាពការបញ្ចេញមតិនិងចាប់ខ្លួនពលរដ្ឋខ្មែរជាបន្តបន្ទាប់ដោយសារតែពួកគាត់ឈឺចាប់ពន់ពេកបញ្ចេញមតិលើបណ្ដាញសង្គមចំពោះការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាទង្វើដ៏អយុត្តិធម៌ទាំងនេះបង្កើតឲ្យមានការឈឺចាប់ទ្វេគុណទៅជា4ពូនផ្ដុំទៅជាច្រើនអនេកលោកម៉ែនណាតបន្តទៀតថាដោយពិនិត្យឃើញថាព្រះភិក្ខុជាវិធីនិងអ្នកដតីទៀតក្នុងរឿងថៃឈ្លានពានទឹកដីខ្មែរគឺសុទ្ធតែជាទស្សនៈ
ការបញ្ចេញទស្សនៈរបស់គាត់គឺជាទស្សនៈស្របជាមួយនឹងរដ្ឋាភិបាលកម្ពុជាដែរទេដូច្នេះមិនគួរណាមានការថ្នាំងថ្នាក់រកលេសចោតប្រកាន់និងចាប់ឃុំខាំងពួកគាត់នោះឡើយលោកអំពីវនីវសូមឲ្យអាជ្ញាធររដ្ឋាភិបាលជាពិសេសសហការជាមួយតុលាការទម្លាក់ចោលបទចោតប្រកាន់នានាដោះលែងពួកគាត់ឲ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌស្របតាមស្មារតីរដ្ឋធម្មនុញ្ញកម្ពុជានិងស្របតាមគោលការណ៍ច្បាប់អន្តរជាតិបាទលោកម៉ៅណាតគឺជាអឺមន្ត្រីជាន់ខ្ពស់នៃក្រមប្រឹក្សាឃ្លាំមើលកម្ពុជាបាទលោកនៅក្រៅប្រទេសសារនេះគឺជាការដាស់តឿនអាជ្ញាធរដែរប៉ុន្តែចំណាត់ការនេះគឺគេមិនថយក្រោយទេបងប្អូនឥឡូវនេះចូលដល់ទៅពលរដ្ឋរិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាដែលនាំជនភៀសសឹកដែលបាត់ដីទៅថៃនាំគ្នាច្រៀងរាំសប្បាយក្អាកក្អាយក្នុងស្ថានភាពដែលគ្មានដំណោះស្រាយនៅព្រំដែននេះ បងប្អូនឃើញហើយរូបភាពនៃលោកហ៊ុនម៉ាណីដែលជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសម្ព័ន្ធយុវជនកម្ពុជាមានមន្ត្រីរដ្ឋមន្ត្រីក្រសួងកសិកម្មរដ្ឋមន្ត្រីផ្សេងទៀតមានអភិបាលរងខេត្តមានអីច្រើនណាស់ដែលមន្ត្រីអ្នកមុខអ្នកការចូលរួមរាំរែកសប្បាយក្អាកក្អាយជាមួយនឹងប្រជាពលរដ្ឋជនភៀសសឹកនៅគ្រប់កន្លែងដែលដូចថាកំពុងតែបាត់ដីទៅថៃនេះហើយមែនតើទៅខាងអាជ្ញាធរមូលដ្ឋានអះអាងថាការរៀបចំពិធីរាំរែកនេះគឺជាការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរសម្រាប់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកព្រោះកាលមុនគេធ្វើសង្ក្រាន្តធ្វើអីគ្រងធ្វើធំហ្នឹងប្រជាពលរដ្ឋរិះគន់ឲ្យថាមិនគួរធ្វើបុណ្យអីកថឹកក្រឹកក្រែងសបាយពេកទេព្រោះយើងកំពុងកាន់ទុកការបាត់ដីអីអញ្ចឹងទៅអញ្ចឹងអាជ្ញាធរក៏ថាំងអត់យកចិត្តទុកដាក់ជនភៀសសឹកដល់ពេលឥឡូវគាត់ទៅយកចិត្តទុកដាក់ជនភៀសសឹកគឺបានន័យថាយកប៉ុនចូលឆ្នាំខ្មែរទៅដល់កន្លែងជំរុំជនភៀសសឹកនឹងតែម្ដងដើម្បីឲ្យបានសបាយដើម្បីកុំឲ្យគាត់កាត់ទុកច្រើនពេកព្រោះកាត់ទុកច្រើនហើយរឿងបាត់ដីបាត់អីរស់នៅវេទនានៅក្នុងតង់ឬក្នុងបាត់ប្រះចាក់ពីផ្ទះសម្បែងហ្នឹងអញ្ចឹងទៅអាជ្ញាធរក៏ចង់យកពិធីបុណ្យហ្នឹងទៅឲ្យបងប្អូនសប្បាយបំបត្តិទុកខ្លះកុំឲ្យកង្វល់ពេកក៏ប៉ុន្តែការបំបត្តិទុកនេះក៏ត្រូវបានក្រុមអ្នករិះគន់តាមបណ្ដាញសង្គមនឹងលើកឡើងថាចុះហេតុអីបានជាយើងកំពុងតែបាត់ដីទៅថៃយើងកាន់ទុកកាន់អីខ្លះទៅយើងមិនគួរណាសប្បាយក្អាកក្អាយយើងគេថាពួកគាត់លើកឡើងថាយើងមិនខ្វាត់ខាំងការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិអីទេប៉ុន្តែយើងធ្វើឲ្យវារបៀបជាអត្តខិតល្មមទៅគឺឆ្នាំនេះនិងឆ្នាំក្រោយ